រឿងនិទានអាចកំបាំងនៃទ្វារទាំង3និងកូនសពការឈុកមាសកាលពីព្រេងនាយមាននគរមួយឈ្មោះថាសេរីវត្តដែលជាស្រុកភូមិដ៏សុខក្សេមក្សាន្តមានភ្នំខៀវស្រងាត់ស្ទឹងទឹកថ្លាឆ្វេងនិងប្រជាជនរស់នៅប្រកបដោយស្នាមញញឹមប៉ុន្តែពេលវេលាចេះតែហួសទៅមនុស្សម្នាចាប់ផ្ដើមភ្លេចនៅគុណធម៌ភាពមានបានខាងសម្ភារៈបានធ្វើឲ្យពួកគេកើតចិត្តមាននាប្រកួតប្រជែងឈ្នានេះនឹងលែងសូវស្ដាប់គ្នាម្នាក់គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនផ្ទះណាខ្សឹបផ្ទះនឹងភូមិណាអួតភូមិនឹងមិនយូរប៉ុន្មានស្រមោលអន្ទាក់ការនៃភាពមិនចុះសម្រុងបានគ្រប់ដណ្ដប់លឿនគោស្រែចម្ការចាប់ផ្ដើមស្ងួតហួតហែងមិនមែនព្រោះតែគ្មានទឹកភ្លៀងទេប៉ុន្តែព្រោះតែមនុស្សលែងជួយគ្នាដល់ទំនប់ចែកទឹកព្រះរាជាទ្រង់ព្រួយព្រះទ័យយ៉ាងខ្លាំងនៅក្នុងភូមិនោះមានយុវជនម្នាក់ឈ្មោះកុសលគាត់ជាគ្រូបង្រៀនក្មេងនៅក្នុងភូមិដ៏តូចមួយកុសលមិនមែនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភឬមានអំណាចបុណ្យស័ក្តិធំដុំឡើយប៉ុន្តែគាត់មានអាវុធដ៏ពិសិដ្ឋមួយគឺចិត្តដែលចង់រៀនសូត្រនិងសេចក្តីស្រឡាញ់ចំពោះមនុស្សជុំវិញខ្លួនដោយមិនអាចឈរមើលនគរធ្លាក់ក្នុងភាពវិនាសកម្មជនវ័យក្មេងរូបនេះបានសម្រេចចិត្តធ្វើដំណើរទៅកាន់កំពូលភ្នំសច្ចៈដែលជាកន្លែងគង់នៅរបស់តាបសព្រឹទ្ធាចារ្យម្នាក់ដើម្បីស្វែងរកកូនសពការឈូកមាសដែលអាចបើកចិត្តមនុស្សនិងនាំមកនូវសន្តិភាពពិតប្រាកដតើអ្នកទាំងអស់គ្នាគិតថាដំណើរទៅរកភាពជោគជ័យនិងបញ្ញាញាណវិនិច្ឆ័យស្រួលឬត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះកុសលបានដើរកាត់ព្រៃជ្រៅអស់រយៈពេល2យប់3ថ្ងៃរហូតមកដល់ចង្កេះភ្នំសច្ចៈនៅចំពោះមុខគាត់គឺមានខ្លោងទ្វារធំដ៏ធំស្កឹមស្កៃមួយដែលមានឆ្លាក់អក្សរថាទ្វារទី1ការស្គាល់ខ្លួនឯងនៅកណ្ដាលទ្វារមានកញ្ចក់ដ៏ធំមួយចាំងពន្លឺគួរឲ្យខ្លាចភ្លាមនោះមានសំឡេងមួយបន្លឺឡើងពីក្នុងកញ្ចក់ខ្លាំងដូចផ្គរលាន់អ្នកណាហ៊ានមកទីនេះចូលមើលមកក្នុងកញ្ចក់នេះភ្លាមបើអ្នកឃើញខ្លួនឯងជាមនុស្សអស្ចារ្យជាងគេអ្នកនឹងត្រូវធ្លាក់ចុះទៅក្នុងជ្រលងភ្នំមរណៈប៉ុន្តែបើអ្នកឃើញការពិតអ្នកនឹងអាចដើរកាត់ទ្វារនេះបានកុសលដើរទៅជិតកញ្ចក់រូបភាពដែលលេចឡើងក្នុងកញ្ចក់ដំបូងមិនមែនជារូបរាងកាយរបស់គាត់ទេប៉ុន្តែវាជារូបភាពនៃចិត្តរបស់គាត់នៅក្នុងកញ្ចក់នោះគាត់បានឃើញទង្វើការពីអតីតកាលរបស់ខ្លួនពេលខ្លះគាត់ធ្លាប់ខឹងសិស្សពេលខ្លះគាត់ធ្លាប់មានចិត្តអំនួតថាខ្លួនឯងចេះដឹងជាងអ្នកភូមិហើយពេលខ្លះក៏ធ្លាប់និយាយពាក្យមិនល្អពីអ្នកដទៃដោយអចេតនាមោទនភាពនិងភាពមានអ្នកក្នុងចិត្តរបស់កុសលបានរុញច្រានឲ្យគាត់ចង់ប្រកែកប៉ុន្តែគាត់បានដកដង្ហើមធំរួចលុតជង្គង់ចុះសម្លឹងត្រង់ទៅកញ្ចក់ដោយក្តីក្លាហានហើយពោលថាឲ្យកញ្ចក់សច្ចៈឲ្យខ្ញុំទទួលស្គាល់ហើយខ្ញុំមិនមែនជាមនុស្សល្អឥតខ្ចោះនោះទេខ្ញុំនៅមានចំណុចខ្វះខាតច្រើនណាស់ខ្ញុំធ្លាប់ខុសធ្លាប់ខឹងនិងធ្លាប់មានអំនួតខ្ញុំមកទីនេះមិនមែនដើម្បីបង្ហាញថាខ្ញុំពូកែទេប៉ុន្តែមកដើម្បីរៀនសូត្រនិងកែប្រែខ្លួនឯងតែប៉ុណ្ណោះរំពេចនោះរូបភាពអាក្រក់ក្នុងកញ្ចក់ក៏រលាយបាត់អស់ប្រែជាពន្លឺពណ៌ស្ទន់ភ្លន់ហើយទ្វារថ្មដ៏ធំក៏របើកឡើងយឺតសំឡេងអាចកំបាំងបន្លឺឡើងថាអ្នកបានឆ្លងផុតទ្វារទី1ព្រោះអ្នកមានភាពបន្ទាបខ្លួននិងការហ៊ានទទួលស្គាល់ការពិតនៃខ្លួនឯងមនុស្សដែលមិនស្គាល់កំហុសខ្លួនឯងមិនអាចរៀនសូត្រអ្វីបន្ថែមបានឡើយបន្ទាប់ពីឆ្លងផុតទ្វារទី1កុសលបានដើរចូលទៅក្នុងជ្រលងភ្នំមួយដ៏ចម្លែកទីនោះស្ងាត់ជ្រងំរហូតដល់អាចឮសំឡេងស្រមោចវានៅកណ្ដាលជ្រលងភ្នំមានខ្លោងទ្វារទី2ដែលធ្វើពីឈើទាលចាស់មានសរសេរអក្សរថាទ្វារទី2សិល្បៈនៃការស្ដាប់ដើម្បីឆ្លងកាត់ទ្វារនេះកុសលត្រូវអង្គុយនៅលើផ្ទាំងថ្មមួយហើយដោះស្រាយប្រស្នាសំឡេងអាចកំបាំងបានបន្លឺឡើងម្ដងទៀតចូលឯងស្ដាប់សំឡេងនៃជ្រលងភ្នំនេះឲ្យច្បាស់បើឯងប្រាប់យើងបានថាឯងឮសំឡេងអ្វីខ្លះទ្វារនេះនឹងបើកប៉ុន្តែបើឯងឆ្លើយខុសឯងនឹងត្រូវជាប់នៅទីនេះអស់មួយជីវិតកុសលអង្គុយធ្មេចភ្នែកបិទមាត់ជិតឈឹង5នាទីដំបូងគាត់ទើសំឡេងខ្យល់បោកបក់និងសំឡេងស្លឹកឈើជ្រុះគាត់រៀបនឹងបើកភ្នែកឆ្លើយទៅហើយប៉ុន្តែគាត់គិតថាទេវាមិនសាមញ្ញបែបនេះឡើយគាត់ក៏បន្តស្ដាប់ដោយចិត្តស្ងប់ជាងមុន10នាទីបន្ទាប់ចិត្តរបស់គាត់កាន់តែស្ងប់រហូតដល់គាត់ចាប់ផ្ដើមឮសំឡេងដង្ហើមរបស់សត្វល្អិតតូចដែលកំពុងជួយគ្នាសែងចំណី5នាទីចុងក្រោយអ្វីដែលអស្ចារ្យបំផុតនោះគឺគាត់បានឮសំឡេងខ្សឹបខ្សៀវនៃការឈឺចាប់និងសេចក្តីសង្ឃឹមរបស់ប្រជាជននៅក្នុងនគររបស់គាត់ដែលនៅឆ្ងាយសែនឆ្ងាយគាត់ទើសំឡេងក្មេងយំឃ្លានបាយសំឡេងមនុស្សចាស់ដកដង្ហើមធំដោយភាពអស់សង្ឃឹមនិងសំឡេងអ្នកភូមិដែលកំពុងឆ្លោះប្រកែកគ្នាទាំងទឹកភ្នែកកុសលបើកភ្នែកឡើងទាំងទឹកភ្នែករហាមបេះដូងរបស់គាត់លោតញាប់ដោយក្តីអាណិតអាសូរពន់ប្រមាណគាត់ឆ្លើយទៅកាន់ទ្វារនោះវិញថាខ្ញុំមិនត្រឹមតែឮសំឡេងខ្យល់និងសត្វល្អិតនោះទេប៉ុន្តែខ្ញុំឮសំឡេងគឺសេចក្តីទុក្ខនិងការស្រែកឃ្លានរកសន្តិភាពនៅក្នុងចិត្តរបស់មនុស្សជាតិខ្ញុំឮភាពឯកកោរបស់ពួកគេក្រាំង
ទ្វារទី2បានបើកចំហភ្លាមតាបោះព្រឹទ្ធាចារ្យដែលពួនមើលពីចម្ងាយបានលេចខ្លួនឡើងទាំងញឹមល្អណាស់កុសលមនុស្សភាគច្រើនមានត្រចៀកប៉ុន្តែពួកគេស្ដាប់ឃើញតែអ្វីដែលខ្លួនចង់ឮនិងស្ដាប់ដើម្បីតែចាំបាច់បកស្រាយយកឈ្នះចាញ់មានតែអ្នកដែលស្ដាប់ដោយក្តីមេត្តានិងស្ដាប់ដោយបេះដូងដូចអ្នកទេទើបអាចយល់ពីចម្រើចិត្តរបស់អ្នកដទៃបានឥឡូវនេះកុសលបានមកដល់កំពូលភ្នំសច្ចៈហើយនៅចំពោះមុខគាត់គឺមានស្ទឹងមួយដ៏ធំដែលមានទឹកហូរជាវកាត់ផ្ដាច់ផ្លូវទៅកាន់អាស្រមដាបោះនៅលើច្រាំងស្ទឹងមានក្លោងទ្វារទី3ដែលធ្វើពីដែកថែបមាំណាស់មានឆ្លាក់ពាក្យថាទ្វារទី3តុល្យភាពរវាងចំណេះដឹងនិងសកម្មភាពនៅក្បែរនោះមានទូកតូចមួយនិងបុរសចំណាស់ម្នាក់ដែលជាអ្នកចម្លងទូកដែលជាដាបោះប្រែក្រឡាតាបោះបានសួរថាអ្នកចង់បានកូនសពការឈូកមាសមែនទេវាស្ថិតនៅលើកោះកណ្ដាលស្ទឹងនោះប៉ុន្តែចូលប្រយ័ត្នទឹកស្ទឹងនេះនឹងលេបត្របាក់អ្នកណាដែលមិនដឹងពីរបៀបអុំទូកនេះកុសលក្រឡេកមើលទៅក្នុងទូកគាត់ឃើញមានច្រវាពីរនៅលើច្រវាទី1មានឆ្លាក់ពាក្យថាចំណេះដឹងទ្រឹស្ដីនៅលើច្រវាទី2មានឆ្លាក់ពាក្យថាសកម្មភាពការអនុវត្តកុសលបានចុះទៅក្នុងទូកដោយភាពប្រញាប់ប្រញាល់គាត់បានចាប់យកច្រវាទី1ចំណេះដឹងមកអុំយ៉ាងខ្លាំងគាត់គិតគូរពីទ្រឹស្ដីនិងទីដឹកខ្យល់យ៉ាងត្រឹមត្រូវប៉ុន្តែទូកនោះមិនទៅមុខឡើយវាបែរជាវិលជុំវិញខ្លួនឯងនៅមួយកន្លែងដដែលឃើញដូចនោះកុសលក៏ទម្លាក់ច្រវាទី1ចុះហើយចាប់យកច្រវាទី2សកម្មភាពមកអុំវិញម្ដងដោយកម្លាំងបាយមិនខ្វល់ពីការគិតអ្វីទាំងអស់លទ្ធផលគឺដូចគ្នាទូកបានវិលទៅម្ខាងទៀតប៉ុន្តែនៅតែមិនអាចទៅមុខបានដដែលចំណែកឯទឹកជំនន់ចាប់ផ្ដើមបក់ខ្លាំងឡើងកុសលផ្អាកបន្តិចរួចសម្រួលដង្ហើមគាត់នឹកឃើញដល់ទ្រឹស្ដីអប់រំនិងការអភិវឌ្ឍចិត្តដែលគាត់ធ្លាប់រៀនគាត់ញឹមយ៉ាងមានទំនុកចិត្តរួចចាប់យកច្រវាទាំងពីរព្រមគ្នាដៃឆ្វេងកាន់ច្រវាចំណេះដឹងដៃស្ដាំកាន់ច្រវាសកម្មភាពគាត់អុំវាទៅមុខក្នុងពេលតែមួយស្មើគ្នានិងមានតុល្យភាពទូកតូចបានជិះកាត់រលកទឹកយ៉ាងរលូននិងលឿនស្លេវឆ្ពោះទៅដល់កោះកណ្ដាលស្ទឹងដោយសុវត្ថិភាពទ្វារដែកថែបទី3បានរលាយបាត់ប្រែជាផ្ការីកស្គុះស្គាយតាបោះព្រឹទ្ធាចារ្យបានដើរមករកគាត់ដៃកាន់ប្រអប់ឈើមួយដែលមានកូនសពការឈូកមាសចែងចាំងពន្លឺប្រាំពណ៌យ៉ាងស្រស់បំព្រងតាបោះមានបន្ទូលថាគួរឲ្យសរសើរណាស់កូនប្រុសមនុស្សខ្លះមានតែចំណេះដឹងពេញខួរក្បាលប៉ុន្តែមិនព្រមធ្វើសកម្មភាពជីវិតរបស់ពួកគេក៏ប្រៀបដូចជាទូកដែលវិលវល់មួយកន្លែងគ្មានបានការអ្វីឡើយរីឯមនុស្សខ្លះទៀតធ្វើសកម្មភាពដោយគ្មានការគិតពិចារណានិងគ្មានចំណេះដឹងពួកគេនឹងជួបតែគ្រោះថ្នាក់និងការខាតបង់មានតែការរួមផ្សំរវាងចំណេះដឹងនិងការអនុវត្តជាក់ស្ដែងប្រកបដោយតុល្យភាពទេទើបអាចនាំយើងទៅដល់ត្រើយនៃភាពជោគជ័យពិតប្រាកដកុសលបានទទួលកូនសពការឈូកមាសរួចធ្វើដំណើរត្រឡប់មកអង្គរសិរីវត្តវិញប៉ុន្តែនៅពេលមកដល់គាត់មិនបានយកកូនសោនោះទៅចាក់សោទ្វារឬប្រើមិនអាគមអ្វីឡើយអាចកំបាំងពិតប្រាកដនៃកូនសពការឈូកមាសគឺមេរៀននិងបទពិសោធន៍ទាំង3ដែលដកជាប់ក្នុងចិត្តរបស់កុសលបានយកមេរៀនទាំងនោះមកប្រើប្រាស់ក្នុងការរស់នៅនិងការបង្រៀនប្រចាំថ្ងៃគាត់បង្រៀនអ្នកភូមិឲ្យចេះបន្ទាបខ្លួនហ៊ានទទួលស្គាល់កំហុសនិងបើកចិត្តរៀនសូត្រឡើងវិញមេរៀនពីទ្វារទី1គាត់ណែនាំឲ្យមនុស្សចេះឈប់និយាយអួតអាងរួចងាកមកស្ដាប់គ្នាដោយការយល់ចិត្តនិងក្តីមេត្តាដើម្បីដោះស្រាយជម្លោះមេរៀនពីទ្វារទី2គាត់បានដឹកនាំអ្នកភូមិឲ្យយកចំណេះដឹងមកបង្កើតជាសកម្មភាពពិតប្រាកដគឺនាំគ្នាជីកប្រឡាយទឹករួមគ្នាសាងសាលារៀននិងជួយគ្នាទៅវិញទៅមកដោយមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមេរៀនពីទ្វារទី3មិនយូរប៉ុន្មានស្នាមញឹមសន្តិភាពនិងភាពសម្បូរសប្បាយបានត្រឡប់មកកាន់នគរសិរីវត្តវិញយ៉ាងអស្ចារ្យជាងពេលណាទាំងអស់កុសលនៅតែជាគ្រូបង្រៀនដ៏សាមញ្ញម្នាក់ប៉ុន្តែគាត់បានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃមហាសាលសម្រាប់មនុស្សជំនាន់ក្រោយគំនិតអប់រំនៃរឿងនិទាននេះបានផ្ដល់នូវបង្អែកគំនិតដ៏មានតម្លៃចំនួន3សម្រាប់ការអភិវឌ្ឍខ្លួននិងសង្គមការអភិវឌ្ឍចិត្តភាពជោគជ័យនិងបញ្ញាញាណពិតប្រាកដចាប់ផ្ដើមចេញពីការហ៊ានសម្លឹងមើលចំណុចខ្វះខាតរបស់ខ្លួនឯងហើយបន្ទាបខ្លួនដើម្បីរៀនសូត្រអភិវឌ្ឍខ្លួនជាប្រចាំបញ្ញាអារម្មណ៍និងការយល់ចិត្តការស្ដាប់ដោយយកចិត្តទុកដាក់និងការយល់ពីអារម្មណ៍អ្នកដទៃគឺជាស្ពានចម្លងដ៏មានឥទ្ធិពលបំផុតក្នុងការបង្កើតទំនាក់ទំនងល្អនិងដោះស្រាយរាល់វិបត្តិនានាក្នុងសហគមន៍សហធម្មពលនៃទ្រឹស្ដីនិងការអនុវត្តចំណេះដឹងដែលគ្មានសកម្មភាពគឺជារបស់ទេស្អាតរីឯសកម្មភាពដែលគ្មានចំណេះដឹងគឺជារឿងគ្រោះថ្នាក់ការរស់នៅនិងការធ្វើការងារត្រូវមានតុល្យភាពរវាងការគិតនិងការធ្វើទើបបង្កើតបានជាផលជាវិជ្ជមានដ៏ធំធេង